បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមប្រព័ន្ធ YouTube ជាមួយលោកគ្រូទាំងអស់គ្នាថ្ងៃនេះដែរលោកគ្រូបានលើកយកមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី3កំណាព្យខ្មែរដែលយើងត្រូវសិក្សាមេរៀនទី3បន្តទៀតណាហើយខ្លឹមសារដែលយើងត្រូវសិក្សានៅថ្ងៃនេះគឺមេសូតឆ្កួត3ប្រការបាទអត្ថបទឆ្កួត3ប្រការប៉ុន្តែមុននឹងយើងចាប់ផ្ដើមចូលទៅសិក្សាទៅលើចំណងជើងនៃមេរៀនថ្មីសូមទាំងអស់គ្នាយើងធ្វើការកំណែកិច្ចការផ្ទះដែលគ្រូបានដាក់ឲ្យទៅលើវីដេអូមុនណាបាទអញ្ចឹងកិច្ចការផ្ទះដែលយើងត្រូវយកពាក្យនៅក្នុងប្រអប់ទៅបំពេញអត្ថបទមេសូតរបស់យើងខាងក្រោមដោយពាក្យនៅក្នុងប្រអប់មានពាក្យផ្សារព្រលឹមកម្រៃញញឹមក្រៃថ្ងៃនិងពាក្យចុងក្រោយរចនាអញ្ចឹងឥឡូវយើងទៅមើលអត្ថបទមេសូតបាទប្រយោជន៍នៃការងារអញ្ចឹងយើងចាប់ផ្ដើមទៅបំពេញជាមួយលោកគ្រូអញ្ចឹងក្រោកពីព្រលឹមរីករាយអញ្ចឹងយើងត្រូវយកពាក្យញញឹមមកដាក់កន្លែងហ្នឹងពីព្រោះញញឹមវាជួនមួយពាក្យព្រលឹមណាបាទបំពេញកិច្ចការជួសជុលយានយន្តដោះខាត់ប៉ះបាទអញ្ចឹងប៉ះកន្លែងហ្នឹងយើងបំពេញពាក្យផ្សារបាទផ្សារហ្នឹងមានន័យថាយើងផ្សារវាឲ្យភ្ជាប់បាទកែច្នៃបាទកែច្នៃរចនាអញ្ចឹងពាក្យរចនាជួនមួយផ្សារហើយនឹងកិច្ចការខាងលើទើបមានថ្វីដៃក្រោកពីព្រលឹមដោយក្តីសង្ឃឹមនឹងបានបាទអញ្ចឹងបានកន្លែងហ្នឹងយើងបំពេញពាក្យកម្រៃបាទកម្រៃធ្វើការបានច្រើនចំណូលកើនបាទអញ្ចឹងយើងបំពេញពាក្យក្រៃបើពោះក្រៃវាជួនមួយពាក្យកម្រៃខំធ្វើរាល់ថ្ងៃប្រាក់ចូលឥតឈប់បាទអញ្ចឹងកន្លែងហ្នឹងយើងបំពេញពាក្យថ្ងៃបាទចុងក្រោយហ្នឹងណាពីព្រោះកម្រៃជួនមួយពាក្យក្រៃនិងជួនជាមួយនឹងពាក្យថ្ងៃតោះណាទាំងអស់គ្នាក្រោយពីយើងកំណែកិច្ចការហើយយើងនឹងបន្តទៅសិក្សាទៅលើមេរៀនថ្មីបាទអញ្ចឹងមេរៀនថ្មីយើងថ្ងៃនេះយើងសិក្សាទៅលើមេរៀនទី3កំណាព្យខ្មែរហើយអត្ថបទមេសូតគឺឆ្កួត3ប្រការអញ្ចឹងទាំងអស់គ្នាសូមបើកសៀវភៅពុម្ពមកត្រង់ទំព័រទី42និង43បាទអញ្ចឹងសៀវភៅពុម្ពភាសាខ្មែររបស់យើងទាំងអស់គ្នាណាបាទឥឡូវយើងត្រៀមខ្លួនហើយនៅបាទអញ្ចឹងបើត្រៀមខ្លួនហើយយើងបន្តទៅសង្កេតមើលរូបភាពរបស់យើងសិនមុននឹងយើងចាប់ផ្ដើមចូលទៅសិក្សាមេរៀនថ្មីអញ្ចឹងក្នុងនេះយើងឃើញរូបបុរសម្នាក់កំពុងតែផឹកស្រាហើយខោអាវគាត់ហ្នឹងអញនិយាយបានថាមិនសមរម្យបាទមានលហែកមានប៉ះមានអីចឹងទៅអញ្ចឹងហ្នឹងយើងរាប់ថាគាត់ឈួតជាមួយនឹងស្រាបាទហើយមួយវិញទៀតយើងក្រឡេកទៅមើលបុរសនិងស្ត្រីមួយក្រុមទៀតគាត់កំពុងតែលេងបៀអញ្ចឹងការលេងបៀនេះគឺជាអំពើមួយដែលខុសច្បាប់ណាបាទហើយយើងគិតថាវាជាអំពើមួយមិនល្អហើយចាស់គាត់ពោលថាហ្នឹងចាត់ទុកជាឈួតមួយនៅក្នុងចំណោមឈួតទាំង3ហ្នឹងដែរហើយចំណែកឯរូបភាពទី3ហ្នឹងឈួតជាមួយនឹងស្រាបាទឈួតស្រីឈួតស្រាហ្នឹងមានន័យថាគាត់កំពុងតែដូចថាវិវក់ជាមួយនឹងស្ត្រីបាទមិនគិតរកស៊ីអីទេហើយជាមួយនឹងស្រាដូចគ្នាដែរគិតថាដូចថាឧស្សាហ៍ចូលចិត្តផឹកស្រាអញ្ចឹងណាបាទឥឡូវយើងចូលទៅក្នុងអត្ថបទមេសូតរបស់យើងអញ្ចឹងត្រៀមខ្លួនឲ្យនៅទាំងអស់គ្នាយើងវឹកហាត់សូត្រជាមួយលោកគ្រូទាំងអស់គ្នាណាបាទតោះឥឡូវយើងចាប់ផ្ដើមសូត្រលោកថាឈួត3ឈួត1នឹងស្រីឈួត1នឹងស្រាឈួត1នឹងលបែងអំពើពាលាឈួតនេះហៅមហាឈួតក្រៃកន្លងឈួតស្រីឈួតស្រាឈួតលបែងពាលាអំពើសឹងឆ្កងលោកកុំឲ្យសេពឲ្យវាជាម្ដងវាតែងឲ្យมองភ្លេចភ្លាំងស្មារតីឲ្យភ្លេចក្តីគប់ភ្លេចទាំងខ្លួនស្លាប់ភ្លេចសះសួស្តីភ្លេចសិលភ្លេចទានភ្លេចញាណវុធីភ្លេចច្បាប់ប្រក្តីឈួត3ប្រការបាទអញ្ចឹងលោកគ្រូសូមបញ្ជាក់ដែរថាអត្ថបទមេសូតនេះគឺយើងដកស្រង់ចេញពីច្បាប់ប្រដៅកូនចៅបាទច្បាប់ប្រដៅកូនចៅណាបាទហើយក្រោយពីយើងបានសិក្សានឹងសូត្រអត្ថបទមេសូតជាមួយលោកគ្រូឥឡូវយើងទៅបន្តសិក្សាទៅលើបាទពាក្យពិបាកបាទនៅក្នុងពាក្យពិបាកទាំងអស់នោះមានពាក្យមហាបាទពាក្យបន្ទាប់មកទៀតពាក្យសេពហើយពាក្យបន្តពាក្យសាសបាទហើយនឹងពាក្យបន្តទៀតពាក្យសិលហើយពាក្យបន្តគឺពាក្យញៀនបាទពាក្យញៀនហើយនឹងពាក្យវុធីបាទពាក្យវុធីហើយនឹងពាក្យប្រក្រតីបាទ
បន្តមកទៀតពាក្យពាលាពាក្យមហានិងពាក្យវាបាទអញ្ចឹងក្រោយពីយើងបានសិក្សាទៅលើបាទពាក្យពិបាកហើយយើងបន្តទៅសិក្សាទៅលើពន្យល់ពាក្យបាទអញ្ចឹងពន្យល់ពាក្យទី1គឺពាក្យប្រក្រតីអញ្ចឹងពាក្យប្រក្រតីមានឋានៈពាក្យជានាមមានន័យថាធម្មតាការប្រព្រឹត្តទៅតាមចំណាំតាមទម្លាប់សេចក្តីមិនប្លែកអំពីដំណើរបាទចំណែកពាក្យច្បាប់ឋានៈពាក្យជានាមមានន័យថាសេចក្តីបញ្ញត្តិសម្រាប់ឲ្យអ្នកនគរប្រតិបត្តិតាមរីឯពាក្យមហាឋានៈពាក្យជាគុណនាមមានន័យថាធំច្រើនប្រសើរសម្បើមខ្លាំងនិងពាក្យបន្តពាក្យសេពឋានៈពាក្យជាកិរិយាសព្ទមានន័យថាបរិភោគផឹករួមបវេនីឯពាក្យវាបាទវានេះគឺវោស្រអ៊ីធំហើយនឹងរឋានៈពាក្យជាកិរិយាសព្ទមានន័យថាលើកលែងតមឈប់ខានអត់មិនធ្វើបាទចំណែកឯពាក្យសាសបាទសាសឋានៈពាក្យជានាមមានន័យថាគម្ពីរប្រាប់វិជាគម្ពីរសាសនាច្បាប់ប្រដៅក្បួនតម្រានិងពាក្យសិលបាទពាក្យសិលមានឋានៈពាក្យជានាមមានន័យថាបាទការវាចាអំពើអាក្រក់ការកាន់ឬប្រព្រឹត្តល្អដោយកាយវិចាចិត្តបាទអញ្ចឹងទាំងអស់នេះគឺជាពន្យល់ពាក្យដែលយើងសិក្សាទៅក្នុងអត្ថបទមេសូតរបស់យើងណាបាទក្រៅពីយើងសិក្សាទៅលើពន្យល់ពាក្យទាំងអស់គ្នាចូលក្រឡេកមកមើលពាក្យផ្ទុយនៅក្នុងអត្ថបទអំណានរបស់យើងបាទពាក្យផ្ទុយទី1ពាក្យឆ្គងផ្ទុយនឹងពាក្យសំរុំរីឯពាក្យបន្តពាក្យផ្លិចផ្ទុយនឹងបាទចាំណាតើណាទាំងអស់គ្នារីឯពាក្យស្រីផ្ទុយនឹងពាក្យប្រុសបន្ទាប់មកទៀតពាក្យគប់ផ្ទុយនឹងពាក្យខុសបាទអញ្ចឹងទាំងអស់នេះគឺជាពាក្យផ្ទុយដែលយើងដកស្រង់ចេញពីក្នុងអត្ថបទបាទក្រៅពីនឹងទៀតយើងទៅសិក្សាន័យដូចនឹងពាក្យបាទពាក្យស្លាប់ន័យដូចនឹងពាក្យស្លាប់មានពាក្យមរណៈបាទងាប់សុគតខ្សៃចែកឋានចុតិវង្គតអនិច្ចកម្មអញ្ចឹងអាចថាមានពាក្យច្រើនយ៉ាងហ្នឹងទៀតណាពាក្យអនិច្ចកម្មពាក្យស្លាប់ហ្នឹងណាបាទរីឯពាក្យបន្តទៀតមានពាក្យស្ត្រីបាទន័យដូចពាក្យស្រីមានស្ត្រីមាននារីមានញីបាទចឹងក្រោយពីយើងបានសិក្សាទៅលើពាក្យន័យដូចហើយបន្តទៀតយើងទៅសិក្សាពាក្យសូរដូចនឹងពាក្យវាបាទអញ្ចឹងពាក្យវានៅក្នុងអត្ថបទយើងនេះលោកគ្រូបានលើកយកមកចំនួន2បាទវោស្រអ៊ីបាទឋានៈពាក្យជាសព្វនាមពុរិស័កបាទហើយន័យរបស់វានឹងគឺពាក្យសម្រាប់និយាយជំនួសឈ្មោះមនុស្សដែលក្មេងជាងឬក៏មនុស្សតូចជាងអាចនិយាយបានថាសត្វឬក៏វត្ថុនឹងយើងអាចហៅវាបានអញ្ចឹងណាឧទាហរណ៍កូនខ្ញុំវាឈឺហើយបាទឆ្កែខ្ញុំវាជាសត្វស្លូតឧទាហរណ៍ណាបាទចំណែកឯពាក្យវាមួយទៀតបាទគឺវោស្រអ៊ីនិងរឋានៈពាក្យជាកិរិយាសព្ទបាទមានន័យថាលូនដោយប្រវាឧទាហរណ៍ដូចក្មេងទើបនឹងចេះវាបាទហើយវាមួយទៀតវោស្រអ៊ីនិងរហ្នឹងឋានៈពាក្យជាកិរិយាសព្ទមានន័យថាលើកលែងតមឈប់ខានអត់មិនធ្វើបាទហើយនៃក្នុងឧទាហរណ៍គឺវាចាអំពើទុច្ចរិតអញ្ចឹងវានឹងមាន3អញ្ចឹងលោកគ្រូថាមិញនឹងមាន2ប៉ុន្តែតាមពិតវានឹងមាន3ណាបាទចំណែកឯចំណុចបន្តទៀតគឺយើងចូលទៅសំណួរផ្ទាល់មាត់អញ្ចឹងសំណួរផ្ទាល់មាត់ក្នុងសំណួរទី1នេះគេសួរថាតើកំណាព្យខាងលើនឹងជាបទអ្វីមានប៉ុន្មានវគ្គក្នុងមួយវគ្គមានប៉ុន្មានឃ្លាក្នុងមួយឃ្លានឹងមានប៉ុន្មានជាងអញ្ចឹងបងប្អូនគ្នាសាករនឹកតិចមើលបាទអូខេអញ្ចឹងក្រោយពីនឹកហើយតោះឥឡូវទៅផ្ទៀងទាត់មួយលោកគ្រូអញ្ចឹងកំណាព្យខាងលើនេះគឺជាបទកកតិបាទឈួត3វគ្គហ្នឹងហើយក្នុងអត្ថបទមេសូតរបស់យើងហ្នឹងគឺមាន3វគ្គហើយក្នុងមួយវគ្គមាន7ឃ្លាចំណែកឯក្នុងមួយឃ្លាហ្នឹងគឺមាន4ជាងបាទអញ្ចឹងនេះជាបទកកតិអាចនិយាយបានមួយទៀតយើងហៅថាបទពាក្យ4ហ្នឹងបានដូចគ្នាណាបាទហើយសំណួរទី2តើនៅក្នុងអត្ថបទកំណាព្យខាងលើគេចាត់ទុកអំពើឈួតនឹងមានប៉ុន្មានយ៉ាងអ្វីខ្លះបាទអញ្ចឹងដូចជាលោកគ្រូត្រូវបានបញ្យល់ពីខាងដើមអញ្ចឹងទាំងអស់គ្នាសាករនឹកមើលមានប៉ុន្មានយ៉ាងបាទតោះឥឡូវទៅផ្ទៀងផ្ទាត់មើលលោកគ្រូអញ្ចឹងនៅក្នុងអត្ថបទកំណាព្យខាងលើយើងចាត់ទុកអំពើឈួតហ្នឹងគឺមាន3ប្រការគឺឈួតស្រីឈួតស្រាហើយនិងឈួតលបែងពីលាបាទណាអញ្ចឹងមានឈួតមាន3យ៉ាងហ្នឹងបាទហើយសំណួរទី3តើអំពើឈួតទាំងនេះផ្ដល់ផលវិបាកអ្វីខ្លះដល់ខ្លួនឯងគ្រួសារនិងសង្គមជាតិតោះ
ទាំងអស់គ្នាសារនឹកក្នុងសំណួរទី3នេះមើលបាទតោះអញ្ចឹងអំពើឈួតទាំងនេះគឺផ្ដល់ផលវិបាកដល់ខ្លួនឯងបាទអាចថាធ្វើឲ្យសតិអារម្មណ៍របស់យើងហ្នឹងមិនល្អប្រសើរវង្វេងវង្វាន់ស្មារតីហើយខាតពេលវេលាអាចថាបើយើងជាសិស្សវិញយើងខាតពេលវេលារៀនសូត្រហើយបើសិនជាយើងមិនមែនជាសិស្សវិញខាតពេលវេលារកស៊ីធ្វើការងារផ្សេងទៀតអញ្ចឹងណាបាទខាតប្រាក់កាក់ទៀតណាលុយកាក់យើងហ្នឹងហើយកាលណាយើងវង្វេងស្មារតីអញ្ចឹងទៅវាអាចធ្វើឲ្យគេឈ្មោះគ្រួសារយើងហ្នឹងវាអាប់អោនទៅតាមនឹងដែរតោះណាអញ្ចឹងហើយបើប៉ះពាល់ដល់សង្គមហ្នឹងគឺសង្គមជាតិហ្នឹងវាអសន្តិសុខហើយយើងបាត់ធនធានឧទាហរណ៍ថាបើសង្គមយើងពោពេញទៅដោយក្មេងឬក៏មនុស្សហ្នឹងគាត់សេពគ្រឿងញៀនលេងល្បែងអីច្រើនហ្នឹងសង្គមជាតិហ្នឹងក៏អត់អាចរីកចម្រើនបានដែរបាទហើយកាលណាតែមិនរីកចម្រើនហើយអាចប្រព្រឹត្តអំពើផ្សេងដែលជាហេតុធ្វើឲ្យសង្គមជាតិហ្នឹងវាអសន្តិសុខបាទរំខានដល់ប៉ូលីសផ្សេងក្នុងការធ្វើការងារហ្នឹងណាហើយមួយវិញទៀតអាចធ្លាក់ខ្លួនទៅជាចោរលួចចោរប្លន់ផ្សេងទៀតជាដើមដោយសារអំពើឈួតទាំង3ហ្នឹងតោះនេះចឹងទាំងអស់គ្នាបាទអញ្ចឹងត្រង់អត្ថបទដែលយើងសិក្សានៅថ្ងៃនេះដូចជាមានប៉ុណ្ណឹងទេលោកគ្រូសូមបញ្ចប់ត្រឹមប៉ុណ្ណឹងទាំងអស់គ្នាមានចម្ងល់អ្វីបន្ថែមពីលើនឹងទៀតអត់បាទអញ្ចឹងបើមានចម្ងល់ទៅលើនឹងទៀតទាំងអស់គ្នាអាចសាកសួរលោកគ្រូបាននៅក្នុង YouTube បាទអាចជា comment ជាសំណួរផ្សេងអីលោកគ្រូនឹងព្យាយាមឆ្លើយតបជាមួយយើងទាំងអស់គ្នាអញ្ចឹងមេរៀនលោកគ្រូសូមបញ្ចប់តាមប៉ុណ្នេះបើបងប្អូនមានចម្ងល់អីយើងអាច comment ដោយលោកគ្រូបានបញ្ជាក់អញ្ចឹងបាទអញ្ចឹងលោកគ្រូសូមបញ្ចប់មេរៀនតាមប៉ុណ្នេះអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់រៀនសូត្រជាមួយលោកគ្រូបាទអញ្ចឹងអរគុណដល់អ្នកគ្នាសូមជម្រាបលា